Cả bộ sài rồi bỏ nè để nè prai chân non thầm mấy nè Dạ. thì prai phía xa thì kia mình prai khu các bao thì cứ kịp prai bể đồn Ừ. và bể đồn cái sầm đai từ lời chật ấy Dạ. nè để phía trán nó để còn sợ chật lom thải chật nữa bên nơi không bể đồn xa cắt các bao trâu mới cái bể đồn phải cật lại nè lấy trong xa bị sau mơ bài biệt chia xa từng ngõ cái giờ có tha ở vai để quật miênนึงគឺគាត់មិនប្រើខួរក្បាលទេណាគាត់ប្រើតែបេះដូងមកនេះតែគាត់សំដៅទៅលើចិត្តគាត់មិនប្រើអារម្មណ៍មិនប្រើការគិតអីច្រើននេះគឺប្រើតែចិត្តរបស់គាត់ហើយចិត្តនឹងភាកច្រើនណាស់ដែលគាត់ច្រឡំថាចិត្តនឹងនៅក្នុងបេះដូងហ្នឹងហើយបានខ្ញុំចង់ថាពិសោធន៍មើលទៅកាត់ក្បាលចោលមើលនៅបេះដូងវាគិតវានៅដើរធ្វើដំណើរបានអត់លើទៀតអត់បាទតាមពិតវាមានទំនាក់ទំនងគ្នាបានគេឲ្យសិក្សានោះឲ្យស៊ីជំរឿចាបើមានតែខួរក្បាលអត់បេះដូងក៏ខួរក្បាលហ្នឹងវាទៅទេឡតទៅទេហ្នឹងហើយមានស្អីហេតុអីបានជាគេឲ្យយើងប្រើទាំងខួរក្បាលប្រើទាំងបេះដូងបាទក្បាលនិយមមិនមែនជានិយមន័យទេប៉ុន្តែជាន័យធៀបលោកមនីបាទអានេះគេសំដៅទៅលើហេតុផលតែយើងមានទិន្នន័យអីខ្លះយកមកវិភាគពីព្រោះការវិភាគវាផ្អែកទៅលើទិន្នន័យហើយទិន្នន័យដែលគេអាចវិភាគបានយ៉ាងហោច3ប្រភពមិនមែនយើងវិភាគទិន្នន័យតែមួយទេចាឧទាហរណ៍ថារដ្ឋាភិបាលត្រូវវិភាគបញ្ហាសេដ្ឋកិច្ចអញ្ចឹងកាលណាវិភាគពីបញ្ហាសេដ្ឋកិច្ចគេមិនយោងតែឯកសារឬក៏ទិន្នន័យតែពីរដ្ឋាភិបាលតែម្យ៉ាងទេគេត្រូវការទិន្នន័យអំពីរដ្ឋាភិបាលមួយទៅចាពីខាងស្ថាប័នឯករាជ្យអង្គការក្រៅរដ្ឋាភិបាលមួយទៅហើយនិងស្ថាប័នអន្តរជាតិមួយទៅអញ្ចឹងគេយកទិន្នន័យទាំង3យកមកវិភាគបើទិន្នន័យទាំង3ហ្នឹងខុសគ្នាតិចតួចគេអាចសម្ដៅបានថាទិន្នន័យនេះគឺជាទិន្នន័យពិតប្រាកដតែបើទិន្នន័យទាំង3ហ្នឹងវាខុសគ្នាដាច់ឆ្ងាយអញ្ចឹងគេត្រូវធ្វើសំយោគមួយទៀតហើយចាអញ្ចឹងការវិភាគត្រូវផ្អែកទៅលើទិន្នន័យបាទមានទិន្នន័យមិននឹងវិភាគស្អីទេចារឿងហ្នឹងហើយទិន្នន័យតែមួយប្រភពក៏មិនអាចឲ្យយើងទទួលបាននៅសុចរិតភាពដែរអញ្ចឹងខួរក្បាលសំដៅទៅលើហេតុផលប្រើខួរក្បាលមានន័យថាប្រើការគិតប្រើការវិភាគដោយផ្អែកទៅតាមទិន្នន័យដែលមានច្រើនប្រភពរីឯបេះដូងគេសំដៅទៅលើមនោសញ្ចេតនាមនុស្សយើងមានតែហេតុផលដោយខ្វះមនោសញ្ចេតនាវាคล้ายទៅជាមនុស្សពិការមនោសញ្ចេតនាហើយចាឥឡូវយើងនិយាយយ៉ាងខ្លីចាដោយលោកហ៊ីថ្លែអញ្ចឹងគាត់មានហេតុផលលោកមនីតែគាត់អត់មានបេះដូងទេចាឃើញសោកនាដកម្មដែលកើតឡើងដោយសារមនុស្សអត់បេះដូងទេរឿងហ្នឹងវាធ្ងន់ធ្ងរខ្លាំងណាស់អញ្ចឹងការមានបេះដូងដែលអត់មានហេតុផលវាធ្វើឲ្យយើងខ្លាចជំនួសទុនជ្រាយតែការមានហេតុផលដែលខ្វះបេះដូងនេះវាធ្វើឲ្យយើងខ្លាចទៅជាមនុស្សយន្តអញ្ចឹងយើងត្រូវសំយោគមិនទៅសំយោគបេះដូងហើយនឹងខួរក្បាលហ្នឹងឲ្យវាស្មើគ្នាសួរបេះដូងខ្លួនឯងថាតែយើងមានមនោសញ្ចេតនាចំពោះរឿងនឹងដែរទេបើមានមនោសញ្ចេតនាត្រូវប្រកបដោយបញ្ញាផងយោងទៅតាមការអប់រំរបស់ព្រះពុទ្ធសាសនាយោងទៅតាមការព្រានបដៅរបស់ព្រះពុទ្ធអង្គអញ្ចឹងយើងមិនមែនធ្វើអីមួយដែលយោងតែបេះដូងហើយអត់មានការពិចារណាហើយយើងមិនមែនមានតែហេតុផលដាច់ណាត់ដោយខ្វះនៅមនោសញ្ចេតនាហ្នឹងក៏អត់កើតដែរអញ្ចឹងទៅប្រើទាំងពីរហ្នឹងទីច្រឡំខ្វះបេះដូងចោលឲ្យខួរក្បាលគិតណាបាទយើងទាត់ចោលអ្វីដែលមានចេញពីបេះដូងហើយយើងយកតែក្បាលទៅក៏វាមិនកើតបាទយកតែក្បាលទៅទាត់ចោលបេះដូងក៏មិនកើតទាត់ខួរក្បាលចេញទុកបេះដូងក៏វាមិនកើតដែរនៅក្នុងលោកនេះវាមានកត្តាសច្ចានុមត្តនិងបរមត្តចាបើសិនជាយើងយកតែទិន្នន័យសច្ចានុមត្តអ្វីដែលជាការកំណត់តែប៉ុណ្ណឹងអញ្ចឹងចុះបរមត្តហ្នឹងវាទៅណាបោះវាចោលបោះចោលហើយមួយទៀតបើសិនជាយើងនិយាយអំពីលោកយៈហើយយើងទាត់ចោលនៅលោកុត្តរៈសមទេដែលយើងឃើញអ្វីដែលអាចថាចាក់ចេញពីសេចក្តីទុកបានតែយើងមិនទៅហ្នឹងអញ្ចឹងវាមាននៅក្នុងនោះវាមានសច្ចានុមត្តវាមានបរមត្តកតាបរមត្តវិទ្យាឬក៏សច្ចានុមត្តវិទ្យាហ្នឹងយើងវាមានអ្វីដែលកើតឡើងសម្រាប់ការវែកញែកនៅក្នុងโลกនេះហើយនឹងโลกខាងមុខដូចគ្នាទៅនឹងការដែលញែកគ្នាអំពីរឿងលោកយៈនិងលោកុត្តរៈជីវិតបើយើងម្នាក់ចេះតែប្រកាន់យកអាលោកុត្តរៈគ្រប់គ្នាដែលមនុស្សនៅក្នុងលោកយៈនេះមិនទាន់អាចឆ្លងផុតបានផងយើងនាំគ្នាច្រានចោលនៅលោកយៈនឹងចោលអ
ចឹងមនុស្សកាប់សម្លាប់គ្នាអស់ក៏អាចថាបានដែរដោយសារអីការប្រកាន់និងការប្រទាញបន្ទងគ្នាគ្រប់បែបយ៉ាងទាំងអស់ម្នាក់ថាមានតែបោះបង់ចោលគ្រួសារផ្ទះសម្បែងទៅនៅក្នុងព្រៃទេបានសុខម្នាក់ថាទេខ្ញុំនៅក្នុងនេះខ្ញុំត្រូវការសបាយតាមបែបកំសាន្តរបស់ខ្ញុំផ្សេងទៀតអញ្ចឹងពេលហ្នឹងទំនាស់រវាងផ្លូវចិត្តនឹងមានភាពធ្ងន់ធ្ងរបាទហើយអាចកាប់សម្លាប់គ្នាបានដោយសារតែទំនាស់ហ្នឹងឯងយើងដឹងថាមនោសញ្ចេតនានីមួយវាមានសេចក្តីល្អរៀងៗខ្លួនហើយមិនអញ្ចឹងហ៎មនោសញ្ចេតនារៀងខ្លួនល្អឧទាហរណ៍ថាខ្ញុំមានក្រុមមានបកមានពួកខ្ញុំមានមនោសញ្ចេតនាជាមួយក្រុមបកពួកខ្ញុំដោយសារដូចនឹងអ្វីដែលខ្ញុំមានមនោសញ្ចេតនាពួកគេក្រោមបង្កប់ខ្ញុំទាំងប្រមាណរាប់ពាន់អ្នកហ្នឹងគឺដូចអ្វីដែលខ្ញុំមានដូច្នេះខ្ញុំមានមនោសញ្ចេតនាខ្ញុំមានអាសេចក្តីល្អជាមួយក្រុមខ្ញុំប៉ុន្តែខ្ញុំនឹងប្រឆាំងដាច់ខាតចំពោះក្រុមណាដែលមិនដូចនឹងមនោសញ្ចេតនារបស់ខ្ញុំសួរថាមានអ្វីកើតឡើងនៅពេលណាដែលយើងសាងអាសេចក្តីល្អសម្រាប់ក្រុមប៉ុន្តែយើងទាត់ចោលនៅអាសេចក្តីល្អរបស់ក្រុមគេផ្សេងនោះរឿងហ្នឹងឯងដែលវាកើតឡើងសង្គ្រាមណារាល់ថ្ងៃវាកើតឡើងសង្គ្រាមដោយសារបែបហ្នឹងទំនាស់វាកើតឡើងបែបហ្នឹងដោយសារអីមនោសញ្ចេតនារបស់យើងមិនបានបើកទូលំទូលាយដល់ទៅសកលលោកបើនិយាយនៅក្នុងឈាននៅក្នុងវិបស្សនាវិញយើងមិនបានបើកទៅដល់នៅអាកាសដែលគ្មានទីបំផុតទេហើយយើងក៏មិនបានបើកនៅមនោសញ្ចេតនារបស់យើងឲ្យផ្សព្វផ្សាយទៅគ្រប់សពសត្វទាំងអស់ទេគឺក្នុងចិត្តរបស់យើងគឺមានតែអញកាលណាមានតែអញបែបនេះហើយវាគ្រាន់តែជាសត្យានុមត្តទេវាគ្រាន់តែកត្តាសត្យានុមត្តអញ្ចឹងសួរថាបើយើងមានតែសត្យានុមត្តចាបរមត្តនឹងមិនក៏យើងមិនឈោងចាប់មិនប្រើវារឿងបរមត្តនឹងវាយ៉ាងម៉េចវាតកតងទៅនឹងភាពល្អិតល្អន់ណាធាតុឥតល្អៀងដូចជាកើតចាស់ឈឺស្លាប់បើអ្នកឯងរវល់តែសប្បាយនៅក្នុងโลกនេះអ្នកឯងមិនរៀនទទួលស្គាល់អាសេចក្តីកើតចាស់ឈឺស្លាប់ទេអញ្ចឹងអាកតាបរមត្តហ្នឹងក៏វាធ្វើឲ្យយើងនឹងមិនដល់បើសិនជាយើងមិនបានទៅសិក្សាអាកតាបរមត្តវិទ្យាហ្នឹងទេអញ្ចឹងក៏ធ្វើឲ្យយើងហ្នឹងគឺវាតោមនោះយើងអត់អាចគេចចេញរួចអំពីសេចក្តីទុក្ខបានទេអញ្ចឹងរឿងអីក៏ដោយបើសិនជាយើងចេះតែធ្វើរឿងមួយដោយភាពមានះនិងអត្តនោម័តដោយខ្លួនឯងដោយមិនបានថ្លឹងថ្លែងទេនេះគឺវាច្រើនតែដើរលើផ្លូវខុសនឹងឯង